សួរគ្រូថ្ងៃនេះខ្ញុំសិក្សារយៈថ្ងៃនេះខ្ញុំមកធ្វើការបកស្រាយនៅមេរៀនដែលវាតម្លៃទៅរូបផ្អែកលើការសង្ខេបដែលមានដែលយើងអាចអានវាថា summative formative assessment អញ្ចឹងជាដំបូងយើងត្រូវដឹងថាការវាតម្លៃទម្រង់ផ្អែកលើការសង្ខេបហ្នឹងជាអ្វីអញ្ចឹងការវាតម្លៃទម្រង់ផ្អែកលើការសង្ខេបជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពដើម្បីពិនិត្យមើលការយល់ដឹងរបស់សិស្សក្នុងអំឡុងពេលការសិក្សាវាមានជួយជំរុញឲ្យសិស្សហ្នឹងអាចចាត់យកចំណុចសំខាន់មេរៀនហ្នឹងដល់កម្រិតណាយើងអាចទាំងវាស់វែងថាវាស់ស្ទង់ចំណេះដឹងរបស់សិស្សហ្នឹងគាត់ចេះដល់កម្រិតណាហើយយើងអាចវាស់ស្ទង់បានតាមវិធីសាស្ត្រអញ្ចឹងយើងរាប់ពីវិធីសាស្ត្រនីមួយៗនឹងអត្ថប្រយោជន៍នៃការប្រើប្រាស់ការសង្ខេបសម្រាប់វិទ្យាល័យនោះឥឡូវខ្ញុំចូលចំណុចទី1ដែលនិយាយថាបច្ចេកទេសសង្ខេបខ្លីៗបច្ចេកទេសខ្លីៗនោះមានន័យថាយើងអាចប្រើវិធីសាស្ត្រដើម្បីឲ្យសិស្សអនុវត្តដូចជាសង្ខេបក្នុងមួយឃ្លាគេហៅថា one sentence summary អញ្ចឹងឲ្យសិស្សសរសេរខ្លឹមសារមេរៀនដែលរៀនចប់ភ្លាមហ្នឹងឲ្យនៅត្រឹមតែមួយប្រយោគខ្លីហើយខ្លឹមមានន័យថាឲ្យបង្រួមខ្លឹមសារមេរៀនហ្នឹងជារួមមួយថាឧបមាថាចំណងជើងយើងដាក់មើលហើយយើងបានអានបានអីហើយអញ្ចឹងឲ្យគាត់សង្ខេបមេរៀនហ្នឹងជាខ្លឹមសារដ៏ខ្លីមួយមកបានឲ្យបាច់ឲ្យគាត់ទៅនិយាយមួយច្រើនពេកគេឲ្យអាចថាត្រឹមកម្រិតមួយដែលអាចថាគាត់អាចយល់ដឹងអញ្ចឹងយើងអាចពីតម្លៃថាសិស្សអាចស្ដោបអត្ថន័យរួមនៃមេរៀនហ្នឹងមួយបានដល់កម្រិតណាតោះអញ្ចឹងខ្ញុំចូលដល់ចំណុចទី2 etiquette អញ្ចឹងមុនបញ្ចប់ម៉ោងសិក្សាឲ្យសិស្សសរសេរចំណុចសំខាន់3ដែលពួកគេបានរៀននិងសង្ខេបក្នុងក្រដាសតូចមើលគ្រូអញ្ចឹងយើងមានន័យថាពួកអាចចប់ម៉ោងសិក្សាភ្លាមហ្នឹងយើងអាចឲ្យសិស្សបានថាជាឆលែងមួយឲ្យពួកគាត់ហ្នឹងព្យាយាមណូតទុកនៅទិសដីខ្លះដើម្បីឲ្យយើងដឹងថាគាត់ហ្នឹងតាមដានមេរៀនដែលយើងបានរៀនអត់ហើយបរិញ្ញាយល់ពីវិធីសាស្ត្រដែលយើងបរិញ្ញាអត់ហ្នឹងជាចំណុចដែលសំខាន់ដែលយើងត្រូវអនុវត្តជាមួយសិស្សហើយឲ្យសិស្សអនុវត្តជាមួយយើងដែរវិធីសាស្ត្រទី3វិធីសាស្ត្រ3 2 1 3នេះមានន័យថាចំណុចដែលបានរៀនអញ្ចឹងឲ្យសិស្សដឹងថាចំណុចដែលបានរៀននេះនិយាយពីអីចំណុចដែលចាប់អារម្មណ៍អញ្ចឹងនៅពេលដែលសិស្សអានមេរៀនទាំងមូលហ្នឹងគាត់ផ្ដោតចំណុចសំខាន់ជាងគេនៅផ្នែកណាឧបមាថាសិនជាយើងក្នុងមេរៀនអំណាចហ្នឹងទៅយើងមានចំណុចសិស្សអារម្មណ៍ខ្លាំងទៅលើអីលើតួអង្គមួយដែលមានមនុស្សហ្នឹងជារបៀបលក្ខណៈមិនចរិតលក្ខណៈមិនអីមិនទី1ចុងក្រោយគេហៅសំណួរដែលនៅឆ្ងល់សំណួរដែលនៅឆ្ងល់នោះមានន័យថាបន្ទាប់ពីអានរឿងហើយយើងមានចម្ងល់មួយនៅក្នុងចិត្តអាចថាយើងទៅមើលរឿងភាគកនរឿងអីក៏យើងអាចមានចម្ងល់មួយក្នុងចិត្តដែរអញ្ចឹងវាដូចគ្នាយើងប្រៀបធៀបបានថាយើងអាចមានចម្ងល់ក្នុងចិត្តមួយដើម្បីសួរទីចំសំណួរផ្សេងនឹងមួយទៀតគេហៅការសង្ខេប Twitter micro blogging អញ្ចឹងឲ្យសិស្សសង្ខេបមេរៀនដែលប្រើពាក្យមិនឲ្យលើស20ទៅ30ពាក្យដោយការផុសខ្លឹមសារខ្លីៗជាដើមចូលចំណុច2គោលបំណងសំខាន់